ឯឧត្តមស្នេហ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់សារព័ត៌មានព្រះខ័ននៅរសៀលថ្ងៃទី20ខែមេសានេះថាបច្ចុប្បន្ននគរបាលខណ្ឌដូនពេញកំពុងធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបុរសម្នាក់ដែលប្រើសម្ដីកោងកាចនិងចង់ប្រើហិង្សាលើបុរសបរទេសម្នាក់ដែលជាអ្នកផលិតវីដេអូតាម YouTube នៅម្ដុំវត្តឧណាឡោមយ៉ាងណាតាមការគូបញ្ជាក់របស់ឯកឧត្តមស្នេហ៍ឯកជួនណារិនបុរសនោះគឺជាជនអនាថាហើយមានសតិមិនគ្រប់ដូច្នេះបន្ទាប់ពីស្វែងរកបុរសដែលចង់ប្រើហិង្សាលើជនបរទេសនោះឃើញហើយអាជ្ញាធរមានសមត្ថកិច្ចនឹងអប់រំណែនាំជននោះរួចបញ្ជូនជននោះស្ដារនីតិសម្បទាធនាគារអភិវឌ្ឍន៍អាស៊ី ADB កំពុងសិក្សាលទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់ទ្រទ្រង់ថវិកាជាតិនាពេលមានអាសន្នដោយសារវិបត្តិប្រេងដែលកំពុងរីករាលដាលនៅមជ្ឈិមបូព៌ានេះបើតាមលោកដួងពូឡង់មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់ធនាគារ ADB ដោយបញ្ជាក់បន្ថែមថាកម្ពុជាអាចជាប្រទេសទី1ដែលនឹងទទួលបានកញ្ចប់ថវិកានេះមុនគេប្រសិនបើមានជំនួយបែបនេះជាមួយគ្នានេះរបាយការណ៍ស្រាវជ្រាវរបស់ ADB ក៏បានរំលេចពីសេណារីយ៉ូហានិភ័យចំនួន3ដែលបង្ហាញថាផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីនិងអាស្រ័យភាគច្រើនលើរយៈពេលនៃការរំខានដោយសារចំនួនបើចំនួនមានរយៈពេលខ្លីសម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័សដោយឡែកការរំខានដោយអូសបន្លាយកាន់តែយូរនឹងនាំឲ្យមានការប៉ះពាល់កាន់តែធំធេងនិងអូសបន្លាយយូរលើកំណើននិងអតិផរណាទោះបីព្រំដែនគោករវាងប្រទេសកម្ពុជាថៃបានបន្តបិទរយៈពេលជិត1ឆ្នាំហើយក៏ដោយក៏លំហូរពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរនៅតែមានជាហូរហែដោយភាគច្រើនត្រូវបានបដូរទៅធ្វើតាមរយៈប្រទេសឡាវឬតាមផ្លូវសមុទ្រសម្រាប់ចំនួនទឹកប្រាក់នៃការផ្លាស់ប្ដូរទំនិញរវាងកម្ពុជាថៃក្នុងត្រីមាសទី1ឆ្នាំ2026គឺសម្រេចបានជិត$700លានដែលក្នុងនោះចំនួនជាង$500លានជាការចំណាយរបស់កម្ពុជាទៅលើទំនិញនាំចូលពីប្រទេសថៃតាមទិន្នន័យអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាការនាំចេញនាំចូលទំនិញរវាងកម្ពុជាថៃចន្លោះពីខែមករាដល់មីនាឆ្នាំ2026មានទឹកប្រាក់សរុប$696.19លានធ្លាក់ចុះ39.4%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2025ដែលមាន$1,148.47លានក្នុងចំនួននេះគឺកម្ពុជានាំទៅប្រទេសថៃ$181.29លានធ្លាក់ចុះ29%ចំណែកថៃនាំមកកម្ពុជាវិញ$514.9លានថយចុះ42.4%សូមរំលឹកជូនថាកាលពីខែវិច្ឆិកាឆ្នាំ2025កន្លងទៅអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាឯកឧត្តមគុណញឹមបានលើកឡើងថាក្នុងនាមកម្ពុជាជាសមាជិកនឹងអង្គការពាណិជ្ជកម្មពិភពលោកនិងជាសមាជិកអាស៊ានកម្ពុជាមិនបានបិទលំហូរពាណិជ្ជកម្មជាមួយប្រទេសថៃឡើយដោយលើកលែងតែប្រភេទមុខទំនិញដែលរដ្ឋាភិបាលបានកំណត់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី20ខែមេសានេះបានឲ្យដឹងថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈនៅព្រឹកថ្ងៃទី20ខែមេសាឆ្នាំ2026នេះបានទទួលជោគជ័យហើយតាមសម្ដេចតេជោពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្ដំហើយគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នឹងការវិវត្តប្រែប្រួលក្រោយការវះកាត់ក្នុងរយៈពេល10ថ្ងៃរាប់ចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026រួមទាំងក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីនៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើង82ករណីបណ្ដាលឲ្យមនុស្សស្លាប់50នាក់និងរងរបួសធ្ងន់ស្រាល143នាក់នេះបើតាមលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃគួរបញ្ជាក់ថាក្នុងរយៈពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2025មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង30ករណីបណ្ដាលឲ្យមនុស្សស្លាប់ចំនួន26នាក់និងរបួសធ្ងន់ស្រាលចំនួន47នាក់